ថ្ងៃនេះខ្ញុំឆាតឡាចបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមហាន់តឡាចហើយរបៀបឆារបស់ខ្ញុំសូមបងប្អូនអញ្ជើញតាមដានទស្សនាទាំងអស់គ្នាតើការធ្វើម្ហូបរបស់នាងខ្ញុំថ្ងៃនេះយ៉ាងណាដែរហើយថ្ងៃនេះក៏មានបង្អែមដែរបងប្អូនខ្ញុំធ្វើបង្អែមត្នោតទឹកដោះគោឆ្ងាញ់ណាស់បងប្អូនចឹងសូមបងប្អូនអញ្ជើញតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ដោយតទៅនៃម្ហូបដែលខ្ញុំអញ្ឆាឆ្អិនរួចរាល់ហើយបងប្អូនសូមបងប្អូនអញ្ជើញទស្សនាវីដេអូពេញដូចតទៅបងប្អូនមើលដើមនេះទូទេបងប្អូនតាមបាន4ឆ្នាំឥឡូវចាប់ដើមបានផ្លែហើយបងប្អូននេះផ្លែគេបងប្អូនបានតែផ្លែមួយហ្នឹងឥឡូវល្មមញ៉ាំទៅបងប្អូនផ្លែត្បែកនេះត្បែកម្រេចដុសខ្លួនឯងណាខ្ញុំចេះទុកនៅមុខផ្ទះហើយបានផ្លែមួយដែរឥឡូវខ្ញុំចាប់ដើមពេលថ្ងៃនេះបងប្អូនទៀតចង់បេះឲ្យបងប្អូនតែបានឲ្យបងប្អូនមើលបានច្បាស់ទេខ្ញុំដាច់វាបែបនេះហើយខ្ញុំមួផ្ដាច់វាតែម្ដងខ្ញុំបានបេះមកដល់ដៃខ្ញុំឲ្យបងប្អូនបានប៉ុណ្ណេះឯងហើយទុំល្អណាស់បងប្អូនអត់មានតទៅចាស់ស្អុយទេមានតែមួយផ្លែហ្នឹងនៅដើមត្បូងទូចឲ្យទំផ្លែបានមួយនឹងឯងហើយនេះខ្ញុំដាំឡើងចេះគឺដាំដលងជ្វាបងប្អូនឥឡូវចាំមើលឲ្យវាបានតឹងច្រើនចេះខ្ញុំនឹងកាត់តឹងដលងជ្វានេះស្លមកជូរម្ដងដលងជ្វាយើងបងដលងជ្វាយើងហើយមានផ្កាម្លិះដែរតែផ្កាម្លិះខែនេះលែងសូវមានហើយទៅរីកមួយប៉ុណ្ណេះទេបងប្អូននេះខ្ញុំមកប្រមូលផលក្របពូជបងប្អូននេះជាក្របពូជតែខ្ញុំត្រូវយកទុកបន្តទៀតបងប្អូនក្របទីលើខ្ញុំចាប់ផ្ដើមកាត់ក្របទីនេះយកទៅបន្តនៅឯចការបស់នាងខ្ញុំបានកាត់រួចរាល់ហើយបងប្អូនដោយសារតែខ្ញុំអត់មានអ្នកជួយថតឲ្យខ្ញុំថតម្នាក់ឯងក៏ថតកាត់រួចរាល់ហើយក៏ថតបែបនេះបងប្អូនទស្សនានេះក្របពូជយើងទុំហើយខ្ញុំនឹងយកទៅបន្តនៅដីចំការនេះដើមបងប្អូនដំណាំខ្ញុំដាំទុកចោលមួយរយៈនេះបានថែទាំម្ទេសផ្លែទុំក្រៀមអស់ហើយបងប្អូននេះម្ទេសយើងជីក៏អញ្ចឹងដែរបងប្អូនឥឡូវខ្ញុំក៏ត្រូវប្រមូលក្របពូជជីរបស់យើងទុកដែរយកទៅដាំនៅចង្ការដូចគ្នានេះដាំតយខ្ញុំដាំថ្ងៃមុនឥឡូវរុះឲ្យតែបងប្អូនទីមកផ្ទះខ្ញុំល្អណាបងប្អូននេះខ្ញុំដាំកូនក្រោយដុះមកល្អនេះជីខ្ញុំដាំទុករន់ធ្វើម្ហូបបងប្អូនជីនឹងវងឥឡូវខ្ញុំថតរួចរាល់ហើយខ្ញុំទៅធ្វើម្ហូបបាយថ្ងៃត្រង់សិនបងប្អូនដល់ម៉ោងហើយម៉ោង10កន្លះហើយបងប្អូនពេលទំនេរចេះតែថតដំណាំមុខផ្ទះដាំចម្រុះច្រើនពេកបងប្អូនម្ទេសចាប់ផ្ដើមក្រាលហើយសម្ោចឡើងនេះដំណាំមុខផ្ទះខ្ញុំចេះតែថតឲ្យបងប្អូនទស្សនាលេងទៅស្ដីបងប្អូនថ្ងៃនេះខ្ញុំចង់ឆាតឡាចឥឡូវនេះយើងមានតឡាចផ្លែបងប្អូនឥឡូវខ្ញុំចិត្តសម្បកសិនតឡាចធម្មជាតិយកមកឆាឆ្ងាញ់ណាបងប្អូនឡាយរបស់យើងចិត្តរួចរាល់ហើយបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមចិត្តជាផ្ទះស្ដើងដើម្បីយកទៅឆាពេលយើងឆាយើងចិត្តបែបនេះបងប្អូនពេលដែលយើងឆាយើងចិត្តជាបន្ទះស្ដាងហើយយើងកាត់ជាបន្ទះតូចបែបនេះទៀតបងប្អូនយើងហាន់តឡាជាបន្ទះស្ដាងបែបនេះទៅបងប្អូនយើងហាន់រហូតតតែអស់តឡាយើងពីក្នុងកធុនបងប្អូនយើងហាន់បន្ទះទូចបែបនេះដើម្បីយើងយកទៅឆា
ឆាប់ឆ្អិនបងប្អូនហើយឆាតើយើងចិត្តបែបនេះបានឆ្ងាញ់បងប្អូនខ្ញុំហាន់បន្ទះស្ដាងតូចបន្ថែមតើទៅរួចរាល់អស់បងប្អូនពេលដែលយើងហាន់រួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមយកបន្លែរបស់យើងយកទៅលាងទឹកដើម្បីរៀបចំឆាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមលាងត្រឡាចបងប្អូនដែលយើងចិតរួចរាល់ហើយហ្នឹងយើងលាងទឹកឲ្យស្អាតអំបញ្ញមិញខ្ញុំច្របាច់ជាមួយអំបិលបន្តិចដើម្បីត្រឡាចយើងទន់យើងខ្ញុំអត់បានថតឲ្យបងប្អូនទស្សនាទេបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមលាងទឹកបែបនេះយើងធ្វើបែបនេះទៅដើម្បីឲ្យអស់ជាតិអំបិលឲ្យដេញបានច្របាច់អំបញ្ញមិញបងប្អូនពេលយើងច្របាច់អំបិលទៅត្រឡាចយើងឆាឆាប់ឆ្អិនល្អពេលដែលយើងលាងដល់រួចរាល់ហើយយើងចាក់ត្រឡាចចូលក្នុងកញ្ច្រែងបងប្អូនចាក់ចូលកញ្ច្រែងដើម្បីស្រស់ទឹកណាបងប្អូនខ្ទះយើងចាប់ផ្ដើមក្តៅខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចូលបងប្អូនចាក់ប្រេងឆាឲ្យសមល្មមតាមដែលយើងគិតថាអាចមកល្មមឆាបានបងប្អូនយើងទុកប្រេងឆាឲ្យក្តៅមួយសន្ទុះទៅបងប្អូនដើម្បីពេលយើងបំពងខ្ទឹមយើងបំពងបានឈ្ងុយល្អបងប្អូនយើងទុកវាមួយសន្ទុះទៅឥឡូវខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមចិញ្ច្រាំចូលបងប្អូនខ្ទឹមសដែលយើងច្រាំរួចរាល់ខ្ញុំចាប់ផ្ដើមដាក់បំពងហើយបងប្អូនពេលដែលយើងដាក់ខ្ទឹមហើយយើងចាប់ផ្ដើមកូរច្បល់បន្តិចទៅដើម្បីខ្ទឹមយើងមានក្លិនឈ្ងុយបានល្អកូរច្បល់ខ្ទឹមរបស់យើងបែបនេះបងប្អូនតើតែឃើញឡើងក្រៀមល្អបានយើងចាប់ផ្ដើមបន្ថែមស្ករចូលបងប្អូនឥឡូវទុកឲ្យក្រៀមបែបនេះខ្ញុំចាប់ផ្ដើមដាក់ស្ករចូលស្ករត្នោតខ្មែរយើងបងប្អូនព្រោះអីខ្ញុំឆាខ្ញុំចង់បានរឿងពណ៌ទៅខ្ញុំដាក់ស្ករត្នោតខ្មែរយើងចូលបងប្អូនយើងកូរស្ករត្នោតរបស់យើងឲ្យឡើងជើងក្រងណាបងប្អូនឲ្យក្លិនឈ្ងុយឡើងជើងក្រងបានយើងចាប់ផ្ដើមដាក់គ្រឿងក្រៅថែមបន្តទៀតបងប្អូនឥឡូវខ្ញុំកូរបែបនេះដើម្បីឲ្យស្ករត្នោតយើងឡើងជើងក្រងបានល្អហើយភ្លើងខ្ញុំប្រើភ្លើងតិចបើភ្លើងខ្លាំងពេកបងប្អូនភ្លើងយើងបើកហឹមដើម្បីឲ្យស្ករត្នោតយើងមានក្លិនឈ្ងុយជាមួយខ្ទឹមបំពងរបស់យើងបានល្អបងប្អូនធ្វើបែបនេះទៅបងប្អូននេះកូររហូតចឹងទៅឥឡូវស្ករត្នោតយើងឡើងជើងក្រងល្អហើយខ្ញុំចាប់ផ្ដើមដាក់ទឹកប្រេងខ្យងចូលទៀតបងប្អូននេះទឹកប្រេងខ្យងខ្ញុំចាប់ផ្ដើមដាក់ចូលទៅហើយយើងកូរវាបន្ថែមទៀតគ្រឿងដែលខ្ញុំអាត់នេះអត់ខ្លោចទេណាបងប្អូនដោយសារតែយើងដាក់ទឹកប្រេងខ្យងចូលទៅឃើញស្ករត្នោតយើងរៀងកម្ៅតាមពិតដោយសារតែទឹកប្រេងខ្យងទេបងប្អូនពីយើងកូរបែបនេះហើយយើងចាប់ផ្ដើមដាក់សាច់ចូលបងប្អូនដាក់សាច់ឲ្យកូរច្បល់បែបនេះរហូតតទៅឡើងពណ៌រៀងសពបបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមកូរឲ្យសាច់របស់យើងរៀងឆ្អិនបានល្អសិនបងប្អូនហើយយើងបន្ថែមក្រាស់បន្តិចដោយសារតែយើងកម្លោចស្ករយើងត្រូវបើកហឹមដល់ពេលយើងចាប់ផ្ដើមដាក់សាច់ចូលបែបនេះយើងត្រូវបន្ថែមក្រាស់បន្តិចទៀតដើម្បីឲ្យសាច់យើងចាប់ផ្ដើមឆ្អិនហើយខ្ញុំបានដាក់ប៊ីចេងចូលបន្តិចបងប្អូនប៊ីចេងយើងដាក់ចូលទៅដើម្បីមានរសជាតិឆ្ងាញ់តែប៊ីចេងខ្ញុំប្រើតិចទេបងប្អូនសូវប្រើច្រើនហើយបន្ទាប់មកខ្ញុំលួចដាក់ស្ករសបន្តិចតែបងប្អូនស្ករសដោយសារមិញយើងដាក់ស្ករខ្មែរហើយមើលទៅស្ករខ្មែរយើងរៀងតិចដែរអញ្ចឹងខ្ញុំខ្លាចអត់ទៅផ្អែមអញ្ចឹងខ្ញុំក៏ថែមស្ករសបន្តិចពីលើបងប្អូនដើម្បីឲ្យសម្លរបស់យើងមានរសជាតិផ្អែមឆ្ងាញ់តែមិនផ្អែមខ្លាំងពេកណាបងប្អូនផ្អែមមកល្មមឆ្ងាញ់ហើយខ្ញុំបានដាក់ទឹកត្រីចូលដែរបាញ់ហ្នឹងហើយយើងចាប់ផ្ដើមកូរច្បល់បន្ថែមទៀតព្រោះតែសាច់យើងចាប់ផ្ដើមឡើងឆ្អិនល្អបងប្អូនឥឡូវខ្ញុំកូរកុំឲ្យសាច់យើងខ្លោចណាខ្លាចសាច់យើងខ្លោចបាត់ក្រមខ្ញុំកូរច្បល់បែបនេះបងប្អូនឥឡូវសាច់របស់យើងចាប់ផ្ដើមឆ្អិនល្មមហើយខ្ញុំក៏ចាប់ផ្ដើមដាក់បង្គាចៀនចូលបងប្អូនផ្ទះខ្ញុំចូលចិត្តពេលឆាតឡាយសាច់ជ្រូកលាយបង្គាចៀនបន្ថែមបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់បង្គាចៀន
ចូលហើយបងពេលដែលខ្ញុំដាក់បង្គាចៀនចូលបែបនេះខ្ញុំកូរច្បល់ដើម្បីឲ្យបង្គាចៀនយើងចូលជាតិជាមួយសាច់និងគ្រឿងបានល្អបងប្អូនហើយយើងកូរច្បល់បែបនេះទៅពេលដែលកូរច្បល់រួចរាល់សាច់និងបង្គាចូលជាតិមួយគ្នាបានល្អហើយខ្ញុំក៏ចាប់ផ្ដើមដាក់បន្លែចូលបន្ថែមទៀតបងប្អូននេះជាបន្លែរបស់យើងគឺតឡាចដែលខ្ញុំបានរៀបចំទុកវគ្គមុនបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់ចូលហើយយើងដាក់ម្ដងបន្តិចទៅខ្ញុំចាក់តឡាចចូលរួចរាល់ហើយចាប់ផ្ដើមកូរច្បល់ឲ្យតឡាចនិងសាច់ចូលជាតិជាមួយគ្នាបានល្អហាត់តែខ្លាំងក៏ដឹងថាឈ្ងុយដែរបងប្អូនពណ៌នេះដោយសារតែខ្ញុំប្រើស្ករខ្មែរបងប្អូនដើម្បីយកពណ៌ឲ្យមើលទៅឆារបស់យើងមានសោភ័ណភាពវាអត់សូវសស្លេកទេបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមងំតឡាចឲ្យឆ្អិនបងប្អូនឥឡូវឆារបស់ខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនឆាតឡាចយើងឥឡូវខ្ញុំចាប់ផ្ដើមរោយស្លឹកខ្ទឹមពីលើបងប្អូនខ្ញុំដាក់ស្លឹកខ្ទឹមរួចរាល់ហើយខ្ញុំកូរច្បល់ចូលគ្នាហើយឲ្យជាតិចិនក្លិនឈ្ងុយល្អបងប្អូនឈ្ងុយឆាយើងแล้วឆារបស់យើងរួចរាល់ហើយខ្ញុំចាប់ផ្ដើមដួសឆាដាក់ចូលក្នុងចានពេលដែលខ្ញុំធ្វើម្ហូបរួចរាល់ហើយខ្ញុំចាប់ផ្ដើមធ្វើម្អែមគ្រាប់ត្នោតខ្ចីម្ដងបងប្អូនគ្រាប់ត្នោតថ្ងៃមុនខ្ញុំទៅវត្តបងប្អូនថ្ងៃបុណ្យពិសាខបូជាខ្ញុំទៅវត្តឥឡូវខ្ញុំបានទិញគ្រាប់ត្នោតយើងបានចិត្តសម្បករួចរាល់ហើយឥឡូវយើងចាប់ផ្ដើមយកទៅធ្វើជាបង្អែមគ្រាប់ត្នោតតកកទាំងអស់គ្នាបងប្អូនខ្ញុំចាប់ផ្ដើមលាងគ្រាប់ត្នោតរបស់យើងរួចឥឡូវគ្រាប់ត្នោតរបស់យើងបានចិត្តរួចហើយបងប្អូនចិត្តជាម្ទេសស្ដើងបែបនេះមកឥឡូវខ្ញុំចាប់ផ្ដើមធ្វើគ្រឿងលាយជាមួយគ្រាប់ត្នោតខ្ញុំមានសាច់ខ្នុរខ្លះដែរបងប្អូនដាក់ចូលជាមួយគ្រាប់ត្នោតយើងដាក់សាច់ខ្នុរបែបនេះបង្អែមយើងរត់តែមានរសជាតិឈ្ងុយឆ្ងាញ់បន្ថែមទៀតបងប្អូនបង្អែមគ្រាប់ត្នោតតកកទាំងអស់គ្នាបងប្អូនខ្ញុំមានខ្នុរចាក់ចូលបងប្អូននេះខ្នុរដែលខ្ញុំហាន់ជាផ្ទះបែបនេះបងប្អូនបកចិត្តហើយរួចហើយខ្ញុំមានខ្ទិះដូងបងប្អូនខ្ទិះដូងនេះគឺខ្ញុំធ្វើតែខ្លួនឯងបងប្អូនដោយសារតែខ្ញុំអត់ទិញខ្ទិះដូងគេទេខ្ញុំប្រើខ្ទិះដូងដែរយើងកោសដូងហើយយើងពុតខ្ទិះដូងប្រើទឹកក្តៅបងប្អូនកុំឲ្យហើយចាប់ផ្ដើមចាក់ចូលបែបនេះហើយខ្ញុំប្រើជាមួយទឹកដោះគោខាប់អូនជួយណាចាក់ទឹកដោះគោខាប់ចូលបង្អែមខ្ទិះដូងនេះឆ្ងាញ់ណាស់បងប្អូនដាក់តកកចូលទៀតរត់តែឆ្ងាញ់ហើយខ្ញុំបន្ថែមទឹកដោះគោស្រស់ដែរបងប្អូនដល់គូស្រស់យើងដាក់មកល្មមចំណងចិត្តចឹងទៅបានហើយដោយសារតែខ្ញុំដាក់ខ្ទិះដូងមកសារួចហើយបងប្អូនពេលដែលយើងដាក់គ្រឿងក្រៅរួចរាល់ហើយយើងចាប់ផ្ដើមកូរចូលគ្នាបងប្អូនដាក់គ្រឿងក្រៅរួចហើយយើងកូរបែបនេះបងប្អូនឲ្យចូលជាតិគ្នាមកបង្អែមគ្រាប់ត្នោតតកករបស់យើងបានរួចរាល់ហើយបងប្អូនងាយស្រួលហើយមានរសជាតិឆ្ងាញ់ទៀតបងប្អូនហើយយើងដាក់ដុំតកកចូលទៀតមករត់តែឆ្ងាញ់ខែក្តៅបែបនេះបានបង្អែមបែបនេះឆ្ងាញ់ណាស់បងប្អូនបង្អែមរបស់យើងរួចរាល់ហើយបងប្អូនបង្អែមនេះមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយងាយស្រួលធ្វើបងប្អូនអាចសាកល្បងធ្វើនៅផ្ទះបានណាបងប្អូន